ជំរាបសួរលោកគ្រូថ្ងៃនេះដែរខ្ញុំមកធ្វើនឹងការងារ midterm ទី2ទាក់ទងនឹង user management ទី1ខ្ញុំធ្វើការបង្កើតក្រុម developer ដែលប្រើ command sudo ក្រុម p ក្រុម add developer password បន្ទាប់មកខ្ញុំធ្វើការប្រើ command sudo ក្រុម add ux UI តមកទៀតខ្ញុំធ្វើការប្រើ command sudo ក្រុម add develop តមកខ្ញុំធ្វើការប្រើ command sudo ក្រុម add ក្រុម delete developer បន្ទាប់ពីប្រើ command ដើម្បី delete developer យើងឃើញថាវាបាន delete បន្ទាប់មកយើងធ្វើការប្រើ command ដើម្បី add វាត្រឡប់មកវិញ sudo group add developer បន្ទាប់មកខ្ញុំធ្វើការប្រើ command ដើម្បី list មើលថាវាមកវិញអត់ cat is secret វាបង្ហាញក្រុម developer មកវិញវាបង្ហាញថាយើងបាន add វាត្រឡប់មកវិញបន្ទាប់មកខ្ញុំប្រើ command type ដើម្បីបង្កើត file ប្រើ command ls ដើម្បី list so នេះឈ្មោះ file ដែលខ្ញុំបានបង្កើតតាមទៅណាវាធ្វើការបង្ហាញ folder ដែលខ្ញុំបានបង្កើតបន្ទាប់មកខ្ញុំប្រើ command ដើម្បីធ្វើការឲ្យវាចាប់ file txt ខ្ញុំប្រើ command ls ចាប់ដល់កាយ txt ចឹងយើងបន្តមកយើងធ្វើការ check information របស់វាយើងធ្វើការ check information វាទៅ755យើងធ្វើការប្រើ command
CHR D Power cái tập TT Thưa ca lý xuyến S all get to បន្តមកយើងប្រើ comment ដើម្បីធ្វើការមកសុទ្ធដើម្បីច្បាស់ថា developer ឬ UX មិនអាច access ទៅលើ developer យើងបានទេយើងធ្វើការប្រើ comment sudo slashចាជួបានធ្វើ do chosen oneต่อมาយើងធ្វើ change វាបន្តបឲ្យហាថើមក
ch mod vào divorce that process that spells divorce slash process